និយាយពីកូនមន់យើងវិញចំពីមួយសាទៅមួយសាតែទៅជួបបញ្ហាជាច្រើនបងប្អូនបាទដូចជាបញ្ហាជំងឺផ្ដាសាយបាទចង្កុករុញកហើមចំណីហើមភ្នែកចង់ស៊ីចំណីហ្នឹងបងប្អូនបាទហើយមួយទៀតបញ្ហាអុតបញ្ហាអុតហ្នឹងហើយហើយមួយទៀតគឺបញ្ហាឆ្លងមេរោគបាក់តេរីបងប្អូនពីដីដូចជាពូសាម៉ូនីឡាពូស្រេបតូកូកាយពូស្រេបតូកូកាយអញ្ចឹងណាបងប្អូនបាទពូក្រាម negative ក្រាម positive ដែលនៅក្នុងដីណាបងប្អូនដែលវាឆ្លងមកសត្វជើងប៉ុន្តែយើងចាំលើត្រង់ហើយនៅឈឺទៀតបងប្អូនបាទជាពិសេសពូអត់បាទពូអត់បាទពូនឹងឆ្លងមកពីខាងណាទេនឹងជាប្រភេទ virus ពីច្រើនវាមកតាមរុយបាទរុយពីកំណើតរបស់វាឬតាមមុខខាំអញ្ចឹងណាបងប្អូនបាទអញ្ចឹងទៅខ្ញុំចាំគ្រប់វគ្គដែលអត់ជួបបញ្ហាហ្នឹងទេបាទពិសេសហ្នឹងហៅភ្នែកតាសាយហើយនឹងប្រភេទអត់ពិសេសរឿងអត់តែម្ដងបាទឲ្យតែអាយុចូលមួយខែហើយគឺចេញឲ្យអត់បាទការពិតអត់ទៅវាត្រូវចេញតាំងពីអាយុបានមួយសប្តាហ៍ឡើងម៉េចបងប្អូនវាចេញអត់ណាបាទកូនមកខ្លះចេញអត់តាំងពីអាយុមួយសប្តាហ៍ឡើងទៅអញ្ចឹងណាបាទហើយតែចេញអត់ហើយគឺវាអត់ទៅឲ្យមកនឹងធំទេមកអត់ចង់ស៊ីចំណីមកក្តៅខ្លួនអត់ចង់ធំទេហើយចេញដបៅមកខាងក្រៅដបៅកមកកេះទៅឈឺណាបងប្អូនបាទហើយមកយើងឈឺហើយយើងដល់ពេលទៅចេញអស់នោះហើយគឺយើងត្រូវមានវិធានការយ៉ាងម៉េចបាទសម្រាប់កន្លែងខ្ញុំគឺខ្ញុំប្រើជាមួយនឹងម្សៅអាម៉ុកបងប្អូនខ្ញុំប្រើម្សៅអាម៉ុកបាទអញ្ចឹងវិធានការទី1គឺខ្ញុំបានដាក់ថ្នាំការពារពីមុនអាយុ1ថ្ងៃដល់5ថ្ងៃរៀងហើយបាទជាមួយ Isoprim ឬក៏អាម៉ុកបងប្អូនបន្ទាប់មកគឺវាផុតហើយវាអត់សូវមានបញ្ហានឹងកើតឡើងទេប៉ុន្តែដល់អាយុ1ខែនឹងជួបបញ្ហានឹងទៀតបងប្អូនអត់នឹងចេញមកបងប្អូននឹងចេញមកហើយតែកាលណាវាចេញមកដូចបច្ចុប្បន្ននេះមកខ្ញុំកំពុងចេញអត់មកដំបូងខ្ញុំថាដាក់លក់នៅសប្តាហ៍ក្រោយនេះជួយបងប្អូនទាំងគ្នាយកទៅចិញ្ចឹមបន្តខ្សែจะជួបបាក់កបាទនេះខ្សែจะជួបបាក់កណាខ្ញុំឃើញថាមេសេរីមេវិញខ្ញុំបង្កាត់កូនមកចេញល្អទាំងអស់ហើយខ្ញុំរើសបាល្អទៀតបាទខ្ញុំចែកពីក្មួយមកតម្លៃថ្លៃទៀតបាទហើយខ្ញុំបង្កាត់បានខ្សែនេះគឺមកគឺស្អាតមែនទែនហើយថានឹងចែកបងប្អូននៅសប្តាហ៍ក្រោយតែឥឡូវចែកអត់ទាន់នៃកាត់អត់បាត់ចេញអត់គឺខ្ញុំអត់ចែកទេបាទខ្ញុំព្យាបាលអត់រយៈពេលចូលកន្លះខែបាទអត់មានព្យាបាលមួយអាទិត្យជាណាឬក៏ព្យាបាល2-3ថ្ងៃជាណាអត់បងប្អូនកុំចាញ់ផោគេបាទអត់កន្លះខែបាទកន្លះខែបានជាហើយដល់ប៉ាចេញអត់ហើយគឺអ្វីដែលយើងត្រូវធ្វើគឺប៉ារ៉ាអាម៉ុកបាទហើយនឹងនេះសម្រាប់ទ្រុងរបស់ខ្ញុំគឺខ្ញុំថែជាមួយទឹកថ្នាំចិននេះមួយទៀតនេះប្រភេទថ្នាំចិនណាបងប្អូនហើយថ្នាំចិននេះគឺខ្ញុំសាកល្បងទិញមកពីថៅប៉ាវទេប៉ុន្តែគឺឃើញថាប្រសិទ្ធភាពខ្លាំងមែនបាទប្រកែមែនបាទសុំបកប្រេនចេញបាទសាចាស់ពេកហើយប្រសិទ្ធភាពប្រកែមែនអានេះបើតាមខ្ញុំស្រាវជ្រាវមកវាជាប្រភេទអង់ទីយ៉ូទិកធម្មជាតិដែលចម្រាញ់ឡើងពីផ្កាមួយយ៉ាងតែធ្វើឲ្យសត្វរបស់យើងហ្នឹងផឹកទៅវាជួលខ្សះខ្ញុំព្យាបាលបន្ថែមទៀតបាទតាក់ទងជាមួយនឹងបញ្ហាតបៅបាទហើយនឹងឆ្លងរោគដោយសារពួកបាក់តេរីអញ្ចឹងណាហ្នឹងហើយជាប្រភេទមួយដែលអត់ងាយស៊ាំអត់ឲ្យសត្វយើងស៊ាំថ្នាំគឺផឹកកាន់តែច្រើនសុខភាពល្អប្រើបានទាំងមុនឈឺមុនអត់ឈឺបាទហ្នឹងប្រើបានទាំងមុនឈឺអត់មុនអត់ឈឺបាទអាហ្នឹងគឺវាមានប្រយោជន៍អញ្ចឹងណាបាទបងប្អូនហើយនេះគឺមន់របស់ខ្ញុំដែលថ្ងៃនេះខ្ញុំឲ្យផឹកបានម្ដងហើយផឹកពីម្សិលមិញពេលល្ងាចហើយព្រឹកនេះខ្ញុំប្រអត់ទឹកបាទវិធីដែលយើងធ្វើហ្នឹងគឺយើងត្រូវប្រអត់ទឹកយើងដកទឹកចេញរយៈពេលប្រហែលជា2ម៉ោងទៅ3ម៉ោង2ម៉ោងទៅបងប្អូនដកទឹកចេញ2ម៉ោងដល់ពេលដែលវាស្រេកទឹកខ្លាំងហើយយើងដាក់ទឹកទៅមានសុខភាពហើយឲ្យផឹកតែ1ម៉ោងទេផឹក1ម៉ោងគឺដកចេញឲ្យផឹកទឹកធម្មតាអត់ឲ្យផឹកទឹកអណ្ដែតនេះទេបាទហើយនេះយើងកំពុងតែលាយហើយបងប្អូនសម្រាប់លាយទឹកថ្នាំរបស់យើងទី1យើងប្រើម្សៅប៉ារ៉ានិងម្សៅមុកបាទបញ្ចូលគ្នាបាទហើយបន្តមកទៀតយើងប្រើជាមួយនឹងទឹកថ្នាំចិននេះបងប្អូនបាទឃើញថាមានសុខភាពហើយមន់ខ្ញុំចិញ្ចឹមអត់ដែលមានបាត់បង់ទេកើតអត់គឺវាដឹងកើតហើយមន់យើងអត់អន់ក្នុងការធំទេគឺនៅតែធំលូតលាស់ល្អបាទនេះជាអ្វីដែលខ្ញុំចាប់អារម្មណ៍ដែលខ្ញុំព្យាបាលមកវាច្រើនសារហើយបងប្អូនខ្ញុំព្យាបាលមកជាមួយទឹកថ្នាំចិននេះវា1ឆ្នាំហើយតែខ្ញុំមិនហ៊ានចែកម្លែកជូនបងប្អូនទេឡើយថ្ងៃនេះខ្ញុំចែកចូលចិត្តចែកម្លែកជូនបងប្អូនបាទហើយតម្លៃដបឆ្នាំនេះក៏មិនថ្លៃប្រហែលដែរបាទធូរថ្លៃទេបងប្អូនបាទធូរថ្លៃទេបងប្អូនអាចទិញយកទៅទុកតាមផ្ទះមួយទុកប្រើបានទាំងមន់ឈឺមន់អត់ឈឺបាទជាពិសេសមន់ពពុះកាត់អត់ពួកហើមភ្នែកហ៊ីសបោបងប្អូនយើងប្រើបានពួកដាសាយហើមភ្នែកហ៊ីសបោគឺប្រើបានបាទមានសុខភាពមែនបាទប្រកបមែនហើយជាប្រភេទ organic ប្រភេទធម្មជាតិណា
បាទមិនមែនពេទ្យគីមីពេទ្យធម្មជាតិបាទធម្មជាតិបងប្អូនហើយខ្ញុំចង់លក់ទៅរបស់ធម្មជាតិទេបាទអញ្ចឹងណាហើយកន្លែងខ្ញុំក៏យើងមានប្រភេទទឹកថ្នាំធម្មជាតិរបស់យើងដែរសម្រាប់យើងប្រើបាទបងប្អូនហើយបងប្អូនមើលនេះមកខ្ញុំអាយុមួយខែបន្តិចបងប្អូនស្អាតណាបាទស្អាតណាស់ថាចែកជូនបងប្អូនហើយឥឡូវចេញអត់បាត់បាទនេះគឺយើងបូមទឹកថ្នាំហើយយើងបូមទឹកថ្នាំប៉ុណ្ណឹងមកបង5បាទប៉ុន្តែយើងបូម5សារ៉ាងដោយសារយើងអត់មានសារ៉ាងអាធំយើងបូមសារ៉ាងតិចតួចបូម5សារ៉ាងទឹកប៉ុណ្ណឹងបាទទឹកបន្តិចហ្នឹងហើយជាកន្លះលីត្រទេបូម5សារ៉ាងទៅបាទដាក់ហើយអាមុខ2ស្លាបព្រាទៅអាប៉ារ៉ា2ស្លាបព្រាទៅបាទយើងឲ្យវាផឹកទៅបាទឲ្យផឹកតែ1ម៉ោងអីទេពេលវាស្រេកខ្លាំងផឹក1ម៉ោងហើយគឺដកចេញហើយបងប្អូនដកចេញទៅយើងឲ្យផឹកទឹកធម្មតាបានមកយើងផឹកទឹកបានច្រើនហើយសុខភាពល្អកាលណាយើងឲ្យវាផឹកអាទឹកតែនឹងរយៈពេលយូរពេកពីព្រឹកដល់ល្ងាចគឺមន់របស់យើងវាចង់ផឹកទេទឹកហ្នឹងបាទហើយវាផឹកតិចពេកវាទៅក្តៅខ្លួនអត់ស៊ូខ្លួនវិញទេអញ្ចឹងណាហ្នឹងហើយខ្ញុំប្រើវិធីរបស់ខ្ញុំទៅបងប្អូនបាទសាក់លបងទៅហើយសម្រាប់កូនមន់នេះខ្ញុំមិនຕົកຕົកឲ្យណែនពេញទ្រុងខាតចំណីអីទេខ្ញុំនឹងចែកជូនបងប្អូនបាទមិនមែនចែកឲ្យទៅទេណាចែកលក់បាទអញ្ចឹងសម្រាប់បងប្អូនដែលត្រូវការនឹងតាក់ទងមកបងប្អូនតាក់ទងមកប្រហែលជា2សប្តាហ៍ទៀតខ្ញុំចែកជូនបងប្អូនឲ្យធំល្អបាទ